សួស្តីអ្នកទាំងអស់គ្នាមកជាមួយខ្ញុំណែនាំអ្នកទាំងអស់គ្នាទៅហាងកាហ្វេដ៏ឆ្ងាញ់មួយកាហ្វេនោះមានឈ្មោះថាកាហ្វេសូយ៉ាអញ្ចឹងយើងជិះផ្លូវជាតិលេខ2ជិះពីពេញមកយើងបត់ឆ្វេងត្រង់ខ្លង Freeport ឧបតតបហើយយើងជិះទៅធំរហូតទៅដល់ឆ្លងស្ពានមួយយើងនៅតាមផ្លូវហ្នឹងមានស្ពានតែមួយឯងយើងឆ្លងស្ពានមួយហ្នឹងហើយយើងជិះ200ទៅ300ម៉ែត្រទៀតយើងនឹងជិះមកដល់វត្តអញ្ចឹងយើងបត់ស្ដាំបន្តិចយើងនឹងឃើញឡើងពីវត្តបន្ទាប់ហើយយើងបត់ឆ្វេងវិញជិះគៀនវត្តនឹងរហូតទៅដល់ផ្លូវខាងមុខយើងនឹងឃើញមានផ្លូវ8ជា2មួយទៅត្រង់ហើយមួយទៀតបត់ស្ដាំយើងអត់ទៅត្រង់ទេប៉ុន្តែយើងបត់ស្ដាំគឺធ្វើបុកមកភ្នំជីសូដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងយើងជិះផុតខ្លងវាមាត់ទៅយើងនឹងឃើញភ្នំជីសូហើយយើងជិះបុកភ្នំសូហ្នឹងទៅទៅយើងជិះទៅរហូតដល់ផ្លូវ8ជា3អញ្ចឹងយើងជិះទៅធំទាំងអស់គ្នាយើងឆ្លងស្ពានមួយបន្ទាប់ហើយផុតស្ពានហ្នឹងហើយយើងត្រូវប្រកាសថាជិះហួសការ៉ាសាំងនៅខាងស្ដាំណៃនេះផុតការ៉ាសាំងហ្នឹងហើយយើងជិះទៅមុខទៀតយើងត្រូវឆ្លងស្ពានមិញឆ្លងស្ពានមួយអញ្ចឹងជិះទៅមុខទៀតផុតការ៉ាសាំងហើយយើងទៅមុខទៀតមានស្ពានមួយទៀតអញ្ចឹងយើងត្រូវឆ្លងស្ពាននេះមួយទៀតអញ្ចឹងឆ្លងស្ពាន2ហើយជិះទៅធំទៀតនិយាយទៅយើងជិះធំរហូតផ្លូវអត់ប្រមាណរើជិះរហូតទៅដល់ផ្លូវ8ជា3ហើយយើងជិះដល់ផ្លូវ8ហើយអញ្ចឹងពេលជិះទៅមុខបន្តិចទៀតយើងឃើញផ្លូវ8យើងធ្វើការបត់ឆ្វេងកន្លែងនេះយើងបត់ឆ្វេងចាបត់ឆ្វេងហើយពេលយើងមើលខាងឆ្វេងដៃឃើញសាលាបឋមហ៊ុនសែនស្ដុកហើយខាងស្ដាំមានស្រះតាពាំងស្ដុកហើយយើងជិះទៅតាមផ្លូវលំផ្លូវអានេះលែងចាក់បេតុងហើយយើងជិះតាមនឹង300ម៉ែត្រយើងនឹងឃើញផ្លែកាហ្វេផ្លែហាងកាហ្វេគេដាក់ថាកាហ្វេសូយ៉ាអញ្ចឹងយើងជិះជិតដល់ហើយមួយទៀតយើងឃើញផ្លែហើយនៅតាមផ្លូវនោះមានផ្កាកដាស់នេះដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងយើងជិះមកដល់គេដាក់ថាសូយ៉ាកាហ្វេឬក៏មួយទៀតយើងដាក់ថាកាហ្វេសូយ៉ាហើយយើងជិះចូលមកពេលយើងចូលមកយើងអាចទុកម៉ូតូឬក៏ទុកឡាននៅខាងស្ដាំដៃតោះឥឡូវបន្តិចទៀតពេលចតឡានចតម៉ូតូទុកហើយខ្ញុំនាំអ្នកទាំងអស់គ្នាទៅមើលកាហ្វេខាងក្នុងហើយនឹងបរិយាកាសជុំវិញនឹងថាតើវាស្អាតប៉ុណ្ណាអញ្ចឹងកាហ្វេមានរូបអប្សរាមានការ design ខាងក្នុង outdoor indoor កុំភ្លេចមកសាកកាហ្វេដ៏ឈ្ងុយឆ្ងាញ់និងទិដ្ឋភាពដ៏គួរឲ្យចង់គយគន់និងថតរូបលេងទាំងអស់គ្នា